ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកបន្តមេរៀនយើងទៀតហើយខ្ញុំសង្ឃឹមថាបងប្អូនអាចចងចាំបានទាំងឈ្មោះរបស់អក្សរនិងសំឡេងរបស់វាណាដូចជា A sound A B sound B ហ្នឹងបងប្អូនព្យាយាមចងចាំតែហ្នឹងណាអញ្ចឹងយើងបន្តមកដល់ថ្ងៃនេះគឺ H អក្សរ H ជាឈ្មោះសំឡេងរបស់វាហៈអញ្ចឹងតែស្អីជាខ្មែរនេះគ្រាន់តែចង់ឲ្យបងប្អូនអាចសម្គាល់បានប៉ុណ្ណោះណាអញ្ចឹង H សំឡេងហៈអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេយកសំឡេងទៅប្រកបតោះទៅមើលពាក្យទី1នៅក្នុងអក្សរ H គឺយើងអានថា hand អាណ hand hand នេះនឹងទៅបញ្ចេញសំឡេងអញ្ចឹង hand ដៃណាពាក្យទី2 home home ហៈអូម៉ា home home ប្រែថាផ្ទះពាក្យទី3 house house បាទប្រែថាសេះសម្រាប់អក្សរសេះហ្នឹងឯងមកយើងឈានមកដល់ I ជាឈ្មោះសំឡេងរបស់វា E អញ្ចឹងសំឡេងរបស់វា E ទាំង I វាអាចមានសំឡេងផ្សេងទៀតតែបងប្អូនទីនេះបងប្អូនសម្គាល់ថា I មានសំឡេង E ណាដូចជាពាក្យទី1របស់យើងអានថា ice cream ice cream ប្រែថាការ៉េមហ្នឹងហើយពាក្យទី2នៅក្នុង I ហ្នឹងគឺ igloo 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 ប្រែថាផ្ទះទឹកកកពាក្យទី3 iguana iguana ប្រែថាសត្វបង្គួយដូច្នេះយើងឈានមកដល់ J តែម្ដង J ជាឈ្មោះសំឡេងរបស់វាគឺចណា J sound ចបាទពាក្យទី1គឺ jelly jelly បាទ jelly ប្រែថាចាហួយពាក្យទី2នៅក្នុង J ហ្នឹងគឺ jam ចអែមចែមបងប្អូនរៀនប្រកបបណ្ដាយ៉ាងទៅណាចែមប្រែថាដំណាប់បាទពាក្យទី3ចាំចាំចអមចាំប្រែថាលោតបាទតោះយើងឈានទៅដល់ K K គឺជាឈ្មោះសំឡេងរបស់វាគឺខបាទដូចជាពាក្យនេះយើងអានថា kite ខ I kite kite ប្រែថាខ្លែងណាពាក្យទី2នៅក្នុង K ហ្នឹងគឺ kid kid ខអេដាក់ kid ប្រែថាក្មេងសម្រាប់កូនក្មេងតូចៗហ្នឹងណាហ្នឹងពាក្យទី3 key key ប្រែថាកូនសោបាទដូច្នេះថ្ងៃនេះយើងសិក្សាអំពី H sound ហ I sound E J sound ច K sound ខចំណែកឯពាក្យយើងមានពាក្យ hand ដៃ home ផ្ទះ horse សេះ ice cream ការ៉េម igloo ផ្ទះទឹកកក iguana សត្វបង្គួយ jelly ចាហួយចែមដំណាប់ចាំលោត kite ខ្លែង kid ក្មេង key កូនសោបាទដូច្នេះនៅក្នុងវីដេអូនេះយើងរៀនតែប៉ុណ្ណឹងហើយបងប្អូនសូមអរគុណសូមជម្រាបលា